សួរអ្នកគ្រូហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមក presentation ចំពោះធ្វើចំពោះ business proposal របស់ពួកខ្ញុំដែលខ្ញុំឈ្មោះ Chon Rajit ជាតំណាងក្រុមឲ្យក្រុម11ដែលមានសមាជិកប្រាក់វិជ័យកែវហេងណៃតង់និងអៀងហៃសានមុននឹងចូលទៅដល់ topic របស់ពួកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកជួបដំដែលដំគឺជា university student មកពីខេត្តតាកែវហើយគាត់មកធ្វើការបន្តការសិក្សានៅឯភ្នំពេញហើយឥឡូវហ្នឹងដំកំពុងតែពិបាកចិត្តដោយសារតែគាត់កំពុងតែជួបវិបត្តិ financial problem ក្នុងការ support ជីវភាពចាំថ្ងៃរបស់គាត់ក៏ដូចជាការសិក្សារបស់គាត់ហើយដំសម្រាប់ចិត្តទៅដាក់ពាក្យរកការងារប៉ុន្តែនៅពេលអំឡុងពេលដាក់ពាក្យការងារហ្នឹងដំកាន់តែពិបាកចិត្តដោយសារតែគេ reject CV reject proposal របស់ដំទាំងអស់ដោយសារដំ lack of experience ដំអត់មានបទពិសោធន៍អីទេអញ្ចឹងបើគេអត់ផ្ដល់ឱកាសឲ្យដំហើយក៏ដូចជាដំអត់មានបទពិសោធន៍ក្នុងការធ្វើការងារផងតើដំគួរធ្វើម៉េចដើម្បីគ្រប់គ្រងជីវភាពខ្លួនឯងបានហើយបន្ទាប់មកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកជួបពូវ៉ាន់ដែលគាត់ជា business owner នៅក្នុងទីក្រុងភ្នំពេញដែលឥឡូវហ្នឹងគាត់កំពុងតែមានវិបត្តិក្នុងការរក trustworthy employee នៅពេលដែលគាត់ឲ្យតែពេលគាត់ដាក់ពាក្យរកបុគ្គលិកថ្មីណាមួយអញ្ចឹងគាត់តែតែជួបនៅបុគ្គលិកដែល lack of commitment ដែលអត់មានបទពិសោធន៍ហើយក៏អ្នកខ្លះទៀតធ្វើការបានមួយខែចេញអត់ប្រាប់តំណែងអត់ប្រាប់អីអញ្ចឹងទៅអញ្ចឹងគាត់គិតថាការខិតខំរកបុគ្គលិករបស់គាត់ម្ដងហ្នឹងវា waste of time ហើយក៏ដូចជា waste of ថវិកាដែលគាត់ spend ទៅលើនឹងដែរអញ្ចឹងគាត់ចង់បានតើគាត់ធ្វើម៉េចដើម្បីឲ្យបានបុគ្គលិកមួយដែល trustworthy ហើយក៏ដូចជាមាន commitment សម្រាប់ក្នុងការធ្វើការងារដល់ business របស់គាត់ដែរអញ្ចឹងយើងឃើញថា problem ដែលសិស្សនិស្សិតជួបគឺទី1គឺ lack of experience ដែលភាគច្រើននិស្សិតមួយចំនួនអត់ទាន់មានបទពិសោធន៍មានអីក្នុងការងារអញ្ចឹងនៅពេលទៅដាក់ពាក្យរកការងាររកអីអញ្ចឹងទៅគេតែ reject រហូតទី2នោះគឺ balancing work and study មានន័យថាពេលខ្លះនិស្សិតមានបទពិសោធន៍មានអីដែរប៉ុន្តែអត់មានពេលក្នុងការទៅធ្វើការដោយសារជាប់រៀនជាប់អីចឹងទៅជន់ម៉ោងរៀនជន់អីហើយទី3នោះគឺ limited connection មានន័យថាសិស្សខ្លះលក្ខណៈជាសិស្ស introvert ជាសិស្សដែលអត់សូវនិយាយអត់សូវអីចឹងអត់មាន networking អត់មានអីអញ្ចឹងធ្វើឲ្យលក្ខណៈមានភាពភ័យខ្លាចឬមួយក៏មានបណ្ដាញក្នុងការចូលទៅរកការងារអញ្ចឹងទៅហើយចំពោះ problem ដែល business owner ជួបគឺទី1គឺ trust issue គឺទំនុកចិត្តចំពោះបុគ្គលិកនៅពេលដែលbusiness owner រកបុគ្គលិកមួយអញ្ចឹងភាគច្រើនយើងbusiness owner អត់សូវទុកចិត្តបុគ្គលិកហ្នឹងហ្មងទេហើយចំពោះទី2នៅពេលដែលbusiness owner បានបុគ្គលិកហ្នឹងហើយភាគច្រើនបុគ្គលិកហ្នឹងត្រូវការ train ត្រូវការបង្ហាត់បរិញ្ញាបន្តង់ទៀតដើម្បីឲ្យចូលធ្វើការហើយសម្រាប់ទី3ហ្នឹងគឺ time consuming មានន័យថាការរកបុគ្គលិកមួយហ្នឹងវាប្រើពេលចំណាយពេលវេលាចំណាយថវិកាច្រើនក្នុងការរកហើយចំពោះproblem ទាំងអស់ហ្នឹងពួកខ្ញុំមិនមែនចេះតែនិយាយទេគឺពួកខ្ញុំបានធ្វើការ interview ផ្ទាល់ដែរនេះគឺជា data ដែលពួកខ្ញុំទៅបានទៅ interview ហើយបានយកធ្វើការ survey ហើយចំពោះ our proposed solution វិញគឺការងារនិស្សិតដែលការងារនិស្សិតហ្នឹងគឺជា app មួយ platform មួយសម្រាប់ឲ្យនិស្សិតដែលអត់មានបទពិសោធន៍ការងារដែលអត់មានបទពិសោធន៍ការងារឲ្យមានភាពងាយស្រួលក្នុងការរកការងារទោះបីជាអត់មានបទពិសោធន៍ការងារក៏ដោយហើយចំពោះfeature សំខាន់ក្នុង app និស្សិតការងារនិស្សិតរបស់ពួកយើងគឺទី1គឺ no experience require មានន័យថានិស្សិតទោះបីជាមានបទពិសោធន៍ក៏ដោយអត់បទពិសោធន៍ក៏ដោយក៏អាចប្រើហើយក៏អាចភាគច្រើន focus លើនិស្សិតដែលអត់មានបទពិសោធន៍ការងារហើយចំណុចទី2វិញគឺ student networking and community ដោយនៅក្នុងការងារនិស្សិត app របស់ពួកយើងហ្នឹងនឹងមាន community មួយសម្រាប់ student ទាំងអស់ដែលអាចមកនិយាយ share tip ពីការរៀនពីការរកការងារអីឲ្យគ្នាទៅវិញទៅមកអញ្ចឹងទៅហើយចំពោះទី3វិញគឺយើង allow business owner អាច reach more ទៅកាន់និស្សិតឲ្យបានកាន់តែបានច្រើនដោយសារ app របស់ពួកយើង focus លើនិស្សិត
ហើយចំពោះចំណុចទី4វិញគឺ career readiness resource មានន័យថាទោះបីជានិស្សិតយើងអត់មានបទពិសោធន៍ក្នុងការសរសេរ CV ក្នុងការធ្វើ interview ធ្វើអីចឹងក្នុង app យើងនឹងមានresource មួយសម្រាប់ឲ្យ tip ឬមួយក៏ឲ្យ tip ក្នុងការបង្កើត CV ក៏ដូចជា tip ក្នុងការធ្វើ interview មុននឹងចូលធ្វើការផងដែរហើយចំណុចទី5ហ្នឹងគឺពួកយើងនឹងមាន implement AI chatbot សម្រាប់ឲ្យនិស្សិតមានភាពងាយស្រួលក្នុងការសួរសំណួរតាក់ទងជាមួយនឹងការងារក៏ដូចជាការសិក្សាឬមួយក៏បញ្ហាអីផ្សេងទៀតដោយអត់ចាំបាច់ត្រូវមាន agent មួយ standby សម្រាប់ឆ្លើយឆ្លងអីទេហើយចំពោះ target customer របស់យើងគឺជា university student ដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយពិបាកក្នុងការរកការងារហើយអត់មានបទពិសោធន៍ការងារហើយនេះគឺជា prototype របស់ពួកខ្ញុំដែលslide ទី1 page ទី1ហ្នឹងគឺជា landing page របស់ពួកខ្ញុំ slide ទី2គឺជា page ដែលនិស្សិតអាច apply ការងារបានហើយគុណតម្លៃរបស់ពួកខ្ញុំមាន3គឺទី1 University Student Focus ដែល platform របស់ពួកខ្ញុំ focus ទៅលើ University Student ឯងអញ្ចឹងនៅពេលដែលគេប្រើប្រាស់ app របស់ពួកខ្ញុំគេដឹងថា app ហ្នឹង full of និស្សិតហើយទី2នោះគឺ no experience job focus មានន័យថាសម្រាប់និស្សិតដែលអត់មានបទពិសោធន៍ទាំងអស់ថ្មីថ្មឹងយកមកគេនឹងអាចចូលមកប្រើប្រាស់ app ហ្នឹងបានដោយអត់ខ្លាចថាអូត្រូវការបទពិសោធន៍ត្រូវការអីទេហើយចំណុចទី3ហ្នឹងគឺ student community ដែលវាអាចឲ្យជួយដល់និស្សិតក្នុងការ form ជាសមាគមមួយដើម្បីចែកម្លែកបទពិសោធន៍ក៏ដូចជា tip ក្នុងការរកការងារក្នុងការសិក្សាអីចឹងទៅហើយចំពោះ competitor analysis ដែលពួកយើងមាននឹងយក competitor ធំ3ដែលទី1គឺ Shopify ទី2 LinkedIn ទី3 Facebook Group ហើយនេះគឺជាតារាងដែលពួកយើងមានដែលក្រុមហ៊ុន competitor របស់ពួកយើងអត់មានហើយចំពោះ market strategy វិញដើម្បីចូលទីផ្សារបានប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំទាំងអស់ហ្នឹងពួកយើងនឹងមានmarket strategy ដែលធ្វើតាក់ទងផ្ដោតសំខាន់ហ្មងទៅលើ content marketing ដែលពួកយើងនឹង post content marketing ទៅលើ social media app ធំដូចជា Facebook, YouTube, Instagram, TikTok ផ្សេងៗដែលពួកយើងនឹង post quality content ដើម្បី spread brand របស់ពួកយើងហើយនឹង build trust សម្រាប់ទៅដល់customer របស់ពួកយើងហើយចំពោះ partnership វិញpartnership ដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនរបស់ពួកយើងគឺ business owner បើក្រុមហ៊ុនរបស់ពួកយើងអត់មាន business owner ដើម្បីមកសហការមួយទេគឺយើងអត់មាន job អត់មានអីសម្រាប់ផុសក្នុង app ហ្នឹងទេអញ្ចឹង business owner គឺជា partnership ដែលពួកយើងនឹងដែលសំខាន់ជាងគេហើយទី2នោះគឺ NGO non government organization ដែលឬមួយក៏អង្គការដែលជួយលើកស្ទួយដល់យុវជនយុវវ័យអញ្ចឹងដើម្បីឲ្យយុវជនយុវវ័យនៅប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនឡើងទៅហើយទី3ហ្នឹងគឺ University and Career Center មានន័យថាដើម្បីឲ្យ brand យើងកាន់តែមានការស្គាល់ច្រើនស្គាល់អីចឹងយើងត្រូវតែសហការជាមួយនឹង University ដើម្បីឲ្យនិស្សិតដែលនៅក្នុង University ទាំងអស់ហ្នឹងស្គាល់ពី brand របស់ពួកយើងហើយសម្រាប់ team member and role វិញពួកយើងគិតថា role ដែលសំខាន់ដែលដើម្បីឲ្យ app របស់ពួកយើងដំណើរការបានគឺ financial analysis digital marketer content creator software engineer UX UI and manager ហើយ customer support អីហ្នឹងហើយសម្រាប់ scalability ហ្នឹងសម្រាប់ឆ្នាំទី1របស់ក្រុមហ៊ុនពួកយើងនឹង focus ទៅលើចាប់ដៃគូសហការជាមួយនឹង business owner ឲ្យកាន់តែច្រើន maybe 200 business អីចឹងទៅហើយមកដល់ឆ្នាំទី2ពួកយើងនឹងfocus ទៅលើ internship ដែលពួកយើងនឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំអីចឹងទៅដើម្បីឲ្យពួកគាត់ provide internship មកក្នុង app ពួកខ្ញុំហើយសម្រាប់ឆ្នាំទី3ពួកយើងនឹង expect ថាapp របស់ពួកយើងនឹងមាន consistent job posting ដែលនឹងមានក្រុមហ៊ុនទាំងធំទាំងតូចនឹង keep posting job នៅក្នុង app របស់ពួកយើងហើយនេះគឺជា reference របស់ពួកខ្ញុំដែលពួកយើងយកព័ត៌មានភាគច្រើនមកពី link ទាំងអស់ហ្នឹងហើយសូមអរគុណខ្ញុំសូមអរគុណ